Hi, hello, I'm Zell from the Manga Saga. Welcome back to another day and another episode នៃសាច់រឿងក្លិនស្នេហ៍ក្នុងបេះដូងដែលនេះគឺជាភាគទី12ហើយណាសង្ឃឹមថាទាំងអស់គ្នាជួយចិត្តតាមដានចង់ទស្សនាអំពីខ្សែជីវិតអ្នកទាំងពីរចឹងតាចុះសាច់រឿងរបស់យើងតែម្ដងទៅណាចឹងសាច់រឿងរបស់យើងក៏កាត់មកពេលដែរពួកគេកំពុងតែប្រកួតគ្នាទឹកមុខដ៏ sexy របស់ប្រុសស្អាតយើងកំពុងតែស្វិតស្វាញជាមួយនឹងការដណ្ដើមបាល់បោះចូលកន្ត្រកដើម្បីយកពិន្ទុចាពិន្ទុត្រូវបានទាញគ្នាទៅវិញទៅមកមិនទាន់ដឹងឈ្នះចាញ់នៅឡើយទេនេះប្រុសសៀងពិតជាស័ក្តិសមនឹងឈ្មោះថាជាមនុស្សអច្ឆរិយៈមែនតាព្រោះគ្រាប់បាល់ទាំងអស់របស់ក្រុមចាយែនភាគច្រើនកូនប្រុសអត់មានអ្នកហៅបានណាពិតជាដូចមកអូនមកអើននិយាយមែនតាថាក្រុមចាយែននេះរៀងមិនសូវខ្លាំងដូចក្រុមខាងគេទេបើអត់មានស៊ីងស៊ីប្រកាសជាចាញ់ហើយចាញ់ពាក់កណ្ដាលទីហ្មងផ្លូវនេះទូស៊ូឈិនក៏ទៅដើមបាល់បានរួចបោះចូលកន្ត្រកពីចង្ងាយដែលទទួលបានរហូតដល់3ពិន្ទុធ្វើឲ្យគេជាអ្នកនាំមុខក្រុមរបស់ចាយែនដាច់ហ្មងបានប៉ុណ្ណឹងគ្នាគេនឹងហូរកជ្រាវហើយរត់អោបស៊ូឈិនធ្វើដូចឆ្លួយមែនតើមើលយើងនាំមុខហើយវើយើងនាំមុខហើយធ្វើបានល្អណាស់អាមុខនេះអីគេចេញលើកទឹកចិត្តថាទាំងអស់គ្នាខំឡើងកុំតិចពួកវាបាក់ថ្មម្ដងមើលអាឡៃទៅហោចាយិនលឿនមែនតើហ្មងក៏លួចបាល់ពីដៃពួកវាបានរួចក៏បដាចេញមកកំពុងទៅហៅមើលអាកាសដែលអាចស្គាល់បានណាអាកូនស៊ូឈិនគិតក្នុងចិត្តថាយ៉ាងមកនៅតែមិនតិចទៀតសោះហ្នឹងមិនក៏ទួនចាយិនប្រឹងសបាម៉ែគេគិតថាអាចមានអភិនិហាកាត់ឡើងមែនចាទួនចាយិនអត់ខ្វល់ទេចាយិនកំពុងតែមានឧបសគ្គឥឡូវនេះដោយសារតែអាកូននេះវាមានធំបាំងគេចិត្តដល់មានធំឡើងគុណ2ហើយចាយិនកំពុងគិតក្នុងចិត្តរបស់គាត់ថាអុយសាំមែនខ្ញុំមិនអាចទម្លាស់អាមួយនេះបានទេតែអ្នកផ្សេងទៀតក៏តាមមកមិនទាន់ទៀតប៉ុន្តែចាយិនពេលដែលងាកមកក្រោយក៏ឃើញប្រធានថ្នាក់តាមតនគេស៊ីងស៊ីក៏ស្រែកឡើងថាហេខាងនេះចាយិនក្នុងចិត្តវិញកំពុងតែប្រកោក្តីសង្ឃឹមចង់ក្រោយទៅឲ្យស៊ីងស៊ីទាំងអស់ហ្មងហើយមានតែគេទេដែលខ្ញុំអាចទុកចិត្តបានលើនេះនោះគេក៏បោះវូទៅឲ្យស៊ីងស៊ីក៏ចាប់បាល់បានរួចគេចចេញពីការបិទរបស់គូប្រកួតប៉ុន្តែជើងរបស់គេក៏បានទៅតាក់ជាមួយនឹងស្មៅធ្វើឲ្យល្បឿនរបស់គាត់ក៏ជ្រុលទៅហួសទីអញ្ចឹងណាអើយដឹងតែផ្កាប់មកហ្មងកូនប្រុសខ្ញុំចាយែនវិញកំពុងតែស្លន់ក្នុងចិត្តរបស់គាត់ហឺចក្រៃយកគេកំពុងតែទៅហួសទីឯតានេះតែមុននឹងផុតទីដួលទៅស៊ីងស៊ីបវល់ខ្លួនផ្ងាមកវិញរួចបោះបាល់ពីខាងក្រោយមកហ្មងធ្វើឲ្យអ្នកមើលនេះភើតពោះអស់ចាតម្រង់ប្រធានថ្នាក់លេងនេះពិតជាដូចគេនិយាយមែនមិនទៅសំខាន់ឲ្យតបានឈ្នះលយស្លាប់ហ្មងនេះបាល់ដែលស៊ីងស៊ីបោះទៅវាក៏រមៀលទៅលើកន្ត្រកមើលសតូតម្រាំទៅជោគផ្លុកដែលជាហេតុធ្វើឲ្យមនុស្សគ្រប់គ្នានឹងមានចការអត់មានព្រៃភ្នែកសោះម្នាក់ស្លឹងមើលបាល់ចង់ជ្រូកភ្នែកមកអស់ហើយជាពិសេសយ៉ានយើងនឹងហ្មងសំឡេងម៉ាំងក៏រលល្មមអស់ម៉ោងហើយចាអញ្ចឹងបន្ទុកក្រុមរបស់ចាយិនក៏លោតឡើងលើសខាងនោះដូចគ្នាអ្នកមើលវិញហោចង់ដាច់កន្លោតជា2អូយយើងឈ្នះហើយព្រះហើយការបោះចុងក្រោយនេះពិតជាសាហាវមែនតើបងលក់អស់ចាអស់គ្នាយើងអស់ចាហើយខាងសៃវិញអូយប្រធានថ្នាក់ពិតជាសង្ហាមែនអូយអញហើយប៉ុន្តែ admin មិននៅក្នុងទស្សនវិជ្ជាហ្នឹងក៏ចឹងដូចគ្នាណាក៏ទៅប៉ូស៊ីដើម្បីតែឈ្នះសុខចិត្តផ្ងាក្រោយដួលណាពិតជាបរោះខ្លាំងមែនគេក៏ងើបឈរទាំងតហក់ភ្លាមនោះទឹកម្ដបក៏បានហុចមកពីមុខគេរួយសំឡេងពោពេញទៅដោយថាមពោក៏បានស្រែកឡើងថាណែទឹកលោកមេក្រុមដែលប្រកែស៊ីងស៊ីភ្ញាក់ព្រឺតហ្មងមិននឹកស្មានថាស្រីយ៉ែនកប៉ាងភ្លើងយើងនឹងមានចរិតគួរឲ្យស្រឡាញ់ណាស់តាគេញញឹមដាក់បងឡើងសហ្មងត្រង់នេះចាញ់ក៏បន្តថាអូបោះមិញលុយមែនតើហ្មងស៊ីងស៊ីអោនមកចោះលួចញញឹមគេក៏ទទួលទឹកហើយក៏សរសើរយ៉ែនវិញអញ្ចឹងណាការបញ្ជូនបាល់របស់ឯងក៏មិនណយដែរចាយិនតបមកវិញទាំងពុតខ្លួនថាវាដូចជាគ្មានស្អីអស្ចារ្យផងខ្ញុំលេងតែអញ្ចឹងចង់អួតខ្លួនដោយប្រយោក៏ថាទៅចាយិននិយាយពីថាឲ្យតែបានគេទៅសើមកដឹងតែហូរមកវិញហូរដូចទឹកហ្មងគេតែពុតខ្លួនណានិយាយបែកពពុះមកស្គាល់ទៅកំបាច់មើលអាគ្នានៅក្បែរស៊ីងស៊ីនេះក៏ទៅតាក់ភ្នែកជាមួយចកេះមកក្តាប់ដែលមានស្បែកសស្គូសរលោងស្រល់របស់សៃយ៉ែនយើងហ្នឹងគេកាំងហ្មងមិនកាំងមកទេណាកាំងរបៀបផ្លឹកមើលអីមួយរបៀបស្អាតពេកចូលឡើងយើងចំហមាត់ប៉ូស៊ីទប់ខ្លួនកូនទប់ខ្លួនព្រោះអាស្រីនេះមករៀងមុនស្នេហ៍អីនៅហ្នឹងនេះគ្នាលេបទឹកមិនចង់ចូលផងមិនចង់លេបអូនso cute
ស៊ីក៏បញ្ញាបាយភ្នែកចេញ តាហ៊ានមើលតទៀតខ្លាចឈាមចំហដឹងមូលហើយផឹកទឹករងាប់អារម្មណ៍តែកូនបើកុំអាគិតកូនកុំអាគិតចឹងមិនដែរទាំងអស់គ្នាភាគនេះមានជាការរមូរពោះតិចតួចដែរអាចសង្ឃឹមថាមកភាគខ្លីនេះអាចមានអ្វីតាក់ចិត្តទាំងអស់គ្នាឲ្យដេករំភើបចាំតាមដានភាគក្រោយទៀតចឹងណាចឹងតោះចាំទៅស្ដាប់មកភាគមួយទៀតណាតាមពេលវេលានឹងម៉ោងដដែលអរគុណដល់ការឆ្លៃនិងគ្រប់គ្រងរបស់អ្នកទាំងអស់គ្នាមកលើ admin ជួបគ្នាម្ដងទៀតណាបាយបាយ